សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel មានសៃទូចទៀតណាadmin មកបន្តភាគទៀតហើយរឿងល្បីស្នេហ៍អ្នកមាននៅក្នុងភាគ14 15នេះតែមុនបន្តសាច់រឿងនៅក្នុងភាគនេះសម្រាប់អ្នកដែលអត់ទាន់ជួយចុច Subscribe នៅលើ Channel របស់មានកុំភ្លេចជួយចុចម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូរឿងថ្មីៗទៀតណោះអញ្ចឹងអរគុណទុកជាមុនណាតោះអញ្ចឹងបន្តសាច់រឿងរបស់យើងតែម្ដងដល់ការពិភាក្សាមុននោះអាណិតស៊ូយៀនខ្លាំងមែនតើញ៉ាំបណ្ដាយំបណ្ដាបាយមួយពេលហ្នឹងគឺខ្លោចផ្សាក្នុងចិត្តហ្មងបើទោះបីជាត្រូវឈឺចាប់យ៉ាងណាក៏ដោយក៏ស៊ូយៀនមករក្សាមុខមាត់ឲ្យហៅមីងដដែលហ្នឹងនេះបានមកចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងថ្មីរបស់គាត់ហ្នឹងមកមុខអ្នកជាប្តីផងម្ដងក្នុងចិត្តហ្នឹងគិតមិនទេសោកហ្នឹងក៏ងាកមកលួចមើលមុខខាងស្រីស៊ូយៀនហ្នឹងអង្គុយធ្វើមុខស្ងួតចាស់តែម្ដងឃើញមុខហើយក៏នៅតែអាណិតមិនឈប់ពេលដែលត្រូវអញ្ជើញឡើងមកដល់កន្លែងចាក់គ្រឿងហ្នឹងហៅមីងខ្សឹបប្រាប់នាងថាក្នុងនាមគឺជាម្ចាស់ផ្ទះញញឹមឡើងគេប្រាប់ឲ្យញញឹមហ្នឹងនាងក៏ញញឹមមែនប៉ុន្តែញញឹមតិចខ្លាំងមែនតើតាមបែបអ្នកដែលកំពុងឈឺចាប់ឲ្យគ្នាញញឹមញ៉ាំមិនកើតលោកពេលផ្ដោតសម្ភារជាមួយនឹងអ្នកកសែតទៀតហ្នឹងអ្នកកសែតដែរក៏បានសួរគាត់ថាតើគាត់ហ្នឹងបានដាក់បញ្ចូលការច្នៃប្រឌិតរបស់ស៊ូយៀនហ្នឹងនៅក្នុងគម្រោងហ្នឹងពិតមែនឬក៏អត់គាត់ក៏បានតបទៅវិញទាំងស្នាមញញឹមដូចគ្មានរឿងអីទាំងអស់ថាត្រូវហើយគាត់ថែមទាំងបានសរសើរស៊ូយៀននៅមុខកាមេរ៉ាហ្នឹងទៀតថាគាត់នឹងគោរពពីសមត្ថភាពរបស់នាងយ៉ាងខ្លាំងអ្នកកសែតដែរឃើញពួកគេតាំងពីអ្នកញញឹមញញែមដូចជាស្រឡាញ់គ្នាលោកលើណាស់អញ្ចឹងហ្នឹងក៏បានសួររឿងអាត់កំបាំងថាមានអាត់កំបាំងអីដែលធ្វើឲ្យចំណងរបស់ពួកគេហ្នឹងកាន់តែរឹងមាំអញ្ចឹងសំណួរហ្នឹងស៊ូយៀនឆ្លើយមិនចេញសោះតែម្ដងហើយហៅមីងក៏តែពីមើលមុខស៊ូយៀនចង់ឲ្យនាងឆ្លើយដល់ស៊ូយៀនអត់ឆ្លើយតបនឹងអ្នកកសែតហ្នឹងក៏បានឆ្លើយទៅថាគ្មានអាត់កំបាំងអីទេសំណាងមកមុនបន្ទាប់មកហ្នឹងក៏សរសើរគ្នាទៅវិញទៅមកតែវាមានសារៈសំខាន់ខ្លាំងណាស់រវាងប្តីនិងប្រពន្ធនោះគាត់និយាយអឺអើអីតែម្នាក់ឯងសប្បាយតែម្នាក់ឯងញញឹមម្នាក់ឯងចឹងទៅស៊ូយៀនអត់មានតបសំបីតែមួយម៉ាត់គាត់ថែមទាំងគៀកស្មារបស់នាងយ៉ាងស្អិតល្មួតរហូតដល់ស៊ូយៀននឹងត្រូវងាកមកមើលដែរហើយមិញនិយាយមានក្រែងមកខ្លួនឯងសោះតែម្ដងក៏ប្រាប់អ្នកកសែតថាដោយសារតែស៊ូយៀនរបស់គាត់នឹងល្អអញ្ចឹងមួយចោពីហ្នឹងបានគាត់នឹងចេះតែស្រឡាញ់នាងខ្លាំងឡើងនោះហើយអ្នកកសែតហ្នឹងក៏សុំឲ្យស៊ូយៀននឹងពិពណ៌នាពីហៅមិញនឹងឲ្យពួកគេបានដឹងផងបានអត់ថាហៅមិញនឹងមិនមកខ្លាំងចឹងហ៎មុននឹងបាននិយាយប្រាប់អ្នកកសែតហ្នឹងពួកគេតាំងពីអ្នកណាសម្លឹងមុខគ្នាផ្អែមល្ហែមដាក់គ្នាទៅវិញទៅមកមួយសន្ទុះទើបស៊ូយៀនហ្នឹងប្រាប់អ្នកកសែតថាប្តីរបស់នាងនឹងមានលក្ខណៈពិសេសគ្រប់ដល់វេតែម្ដងគឺជាលក្ខណៈពិសេសដែលមិនអាចប្រកែកបានប៉ុន្តែពេលដែលនាងប្រាប់អ្នកកសែតថាហៅមិញនឹងល្អអញ្ចឹងល្អអញ្ចឹងហ្នឹងក្នុងចិត្តរបស់នាងបាយតែនឹកឃើញរឿងកាលពីថ្ងៃមុនដែលគាត់នឹងបកអាក្រាតនាងផាំងឌីនាងក្តាញ់នោះទាំងសកម្មភាពដែលគាត់មិនស្នុកមិនអាណិតអាសូរដល់នាងទៀតនោះពេលថ្ងៃនៅមុខគេមុខឯងអញ្ចឹងពួកគេតាំងពីអ្នកនៅក្បែរគ្នាស្នាគ្នាញញឹមញែមណាប៉ុន្តែពេលយប់ពេលគេងនៅវិញប្រៀបដូចជាពួកគេនឹងកំពុងអង្គុយនៅលើក្រែតកកអញ្ចឹងហើយមីងក៏បានសរសើរស៊ូយៀនថាថ្ងៃនេះនាងសម្ដែងបានល្អខ្លាំងជាពិសេសពេលសន្និសីទកសែតនាងនៅតែខូលតែថ្ងៃស្អែកគឺជាថ្ងៃដែលគាត់នឹងចូលរួមសប្បុរសធម៌អញ្ចឹងក៏សង្ឃឹមថាវានឹងមិនកាត់ឡើងម្ដងទៀតចោះចំពោះទឹកមុខដែលមិនរីករាយរបស់ស៊ូយៀនហ្នឹងដរាបណាឲ្យទៅស៊ូយៀននឹងធ្វើបានល្អគាត់ធានាថាតួនាទីគឺជាអ្នកធ្វើបទបង្ហាញព័ត៌មាននៅទៅជារបស់នាងស៊ូយៀនក៏តបទៅកាន់គេវិញថាអរគុណលោកសិនអរគុណគេហើយនឹងក៏បិទភ្លើងដេកទៅតែភ្លាមនឹងលោកសិនរបស់នាងក៏ទទួលបានសារពីហ្វាងឡៃថាពួកយើងជួបគ្នាបានអត់ដល់គាត់មិនអើពើជាមួយនឹងសារនឹងសេបទៅលើសម្លេងទូរស័ព្ទខចូលមកតែម្ដងតែលេខដែលតែមកនឹងគឺជាលេខរបស់វៃភេងហើយមីងក៏ទទួលភ្លាមទៅវៃភេងក៏បានប្រាប់ថាបើសិនជាគាត់មិនបង្ហាញខ្លួនទេនឹងហ្វាងឡៃគេនិយាយថាគេនឹងសម្លាប់ខ្លួនដែលទទួលសារចុះហើយនឹងហៅមីងប្រុងចុះទៅលើខែនឹងទៅហើយប៉ុន្តែស៊ូយៀនក៏បានសួរថាបើសិនជាខ្ញុំដើរតួធ្វើជាប្រពន្ធល្អហើយតែខ្ញុំគួរទៅសួរប្តីរបស់ខ្ញុំពីរឿងបែបនេះអត់តែហៅមីងចិត្តដាច់ខ្លាំងមែនតើប្រាប់នាងមកវិញថាលើកលែងតែខ្ញុំជ្រើសរើសប្រាប់នាងដល់ខ្លួនឯងគាត់ហាមនាងសួរសំណួរអីទាំងអស់និយាយអញ្ចឹងហើយគាត់ក៏បញ្ញាប់ចេញទៅបានបន្តិចគាត់បានមកដល់ផ្ទះរបស់ហ្វាងឡៃហីតែការដែលគាត់មកនេះគាត់មិនមែនមកខាត់នាងមិនឲ្យនាងសម្លាប់ខ្លួនទេគាត់បែរជាជំរុញបន្ថែមថានាងចង់សម្លាប់ខ្លួនសម្លាប់ទៅខ្ញុំចាំមើលប៉ុន្តែហ្វាងឡៃនេះហាមើលទៅបានតែគម្រាមទេអាម្បែងដបនៅក្នុងដៃនឹងប្រហែលជាមិនហ៊ានអាទេបានធ្វើទៅកាន់ចលោហ្នឹងហើយមីងក៏បានស្ដាយនាងថានាងប្រាប់ស៊ូយៀនពីរឿងរបស់ហៅចិននាងសំនឹងស្លាប់ហីថាមែនកញ្ញាហ្វាងឡៃនឹងគ្មានហ៊ានអាកោដៃរបស់ខ្លួនឯងសម្លាប់ខ្លួនទេបានធើមតដាចុះឲ្យញ៉ាត់ដាក់គាត់ថាយ៉ាងណាមិនក៏លោកមកទីនេះហើយម៉ោងនេះឲ្យលោកចូលគេងហីប៉ុន្តែលោកបានជាមកដល់បន្ទប់ស្រីផ្សេងទៅវិញនេះក៏បង្ហាញឃើញថានាងចង់បានទៅទ្រព្យសម្បត្តិរបស់លោកទេហើយមីងគេមិនខ្វល់ទេថានាងគិតយ៉ាងម៉េចទៅលើស៊ូយៀននោះអីដែលសំខាន់នឹងក៏ប្រាប់នាងថានាងត្រូវបានដកចេញពីប្រជ័យថ្មីនោះហើយបើទោះបីជាហ្វាងឡៃនឹងស្រែកឡោថាប្រើប្រាស់ខ្ញុំឲ្យចង់តតខ្ញុំចេញមិនមែនខ្ញុំមិនចេញចង់ចេញមិនចេញក៏អត់ខ្វល់ដែរក៏ប្រាប់នាងថាបណ្ណើរបស់នាងហើយនៅ compensate របស់នាងនឹងត្រូវផេពេញដូច្នេះហើយតើ office នឹង hand over ការងារផងនិយាយហើយក៏ក្រោកដើរចេញទៅបើទោះបីជាស្រីស្អាតនឹងស្រែកឡោពីក្រោយថាខ្ញុំនឹងសម្លាប់ខ្លួនលើកដៃបង្ហាញគេយ៉ាងណាក៏គេដើរចេញទៅរយគេមិនខ្វល់ថានាងស្លាប់ឬក៏រស់មិនទេប៉ុន្តែស្រីស្អាតនឹងបានធ្វើតែឡោដូចឃើញមែនគឺមិនហ៊ានអាដៃទេទុកថាសំណាងរបស់នាងដែលយប់នេះនៅមានវ័យភេងនឹងចាំកំដរនាងដោយសារតែគាត់នឹងទទួលលុយរបស់ហៅមីងហើយដូច្នេះហើយលុះត្រាតែការសហការរបស់ពួកគេបញ្ចប់លុះត្រាតែនាងឈប់បង្កបញ្ហាអីទាំងអស់បានគាត់នឹងចាក់ចេញពីជីវិតរបស់នាងទៅវ័យភេងមើងងាយនាងខ្លាំងមែនតើដល់ឃើញតែនាងដូចចង់មកប្រុសស្នេហ៍ប្រុសស្នងអីអញ្ចឹងហ្នឹងក៏បានសុំណែនាំប្រុសស្អាតមួយចំនួនដែលគេទៅលេងលះប្រពន្ធហើយនឹងឲ្យនាងតែម្ដងគាត់ទាំងលេខទូរ
ទូរស័ព្ទឲ្យទៀតនោះធ្វើឲ្យអាចារ្យនឹងមោម៉ៅខ្លាំងមែនតើគាត់ដាក់លេខឲ្យហើយនឹងក៏ដាក់ចាញ់រយពេលនេះចង់សម្លាប់ខ្លួនឯងប្រមាណដងក៏សម្លាប់ចោលគ្មានណាគេខ្វល់ទេបន្ទាប់ពីនឹងកាត់មកមើលខាងកញ្ញាលីនណែបន្តិចពេលនេះមកដល់មន្ទីរពេទ្យក៏បានលើមករបស់អ្នកជំងឺម្នាក់ហ្នឹងស្ដីឲ្យដុកទ័រយូអេមីងនឹងឡកពេជ្របន្ទប់តែម្ដងពីរឿងដែលដុកទ័រយូអេមីងហ្នឹងវាកាត់ឲ្យកូនរបស់គេយូជាងការដែលបានប្រាប់គេនោះដោយសារតែម៉ាមីគេហ្នឹងគឺបារម្ភពីកូនដោយសារតែកូនរបស់គេហ្នឹងនៅទូចនៅក្មេងអីចឹងទៅបន្ទាប់ពីស្ត្រីម្នាក់ហ្នឹងចេញពីជួបដុកទ័រយូអេមីងមកហ្នឹងលីនណាក៏បានស្ទាក់ផ្លូវគាត់ដល់នាងបានលើកទសារពីដុកទ័រយូអេមីងហ្នឹងប្រាប់លោកស្រីម្នាក់ហ្នឹងថាដុកទ័រយូអេមីងហ្នឹងគាត់មានទេពកោសល្យខ្លាំងណាស់ព្យាបាលអ្នកជំងឺមួយថ្ងៃហ្នឹង60ទៅ70នេះឯងនិយាយចោលនិយាយឡើងហ្នឹងដើម្បីលួងចិត្តគេក៏បានស្ដីឲ្យដុកទ័រយូអេមីងទៀតហ្នឹងលីនក៏បានបកគលលុយមកកញ្ចប់ហ្នឹងឲ្យលោកស្រីហ្នឹងຕົកជាការប៉ះប៉ូវចឹងទៅលោកស្រីហ្នឹងក៏បានសួរនាងទាំងឆ្ងល់នឹងថានាងគឺជាណាគេលីនណាក៏បានកុហកគាត់ថាខ្ញុំគឺជាប្រពន្ធរបស់គាត់បានតែបន្តិចនឹងកញ្ចប់លុយរបស់លីនហ្នឹងក៏បានមកដល់លើតុកដុកទ័រយូអេមីងហ្នឹងថ្នាក់លើរបស់គាត់នឹងស្ដីឲ្យខ្លាំងមែនតើព្រោះថាការប្រើប្រាស់លុយអញ្ចឹងគឺជាការសោកប៉ាន់ហើយរឿងលុយសោកប៉ាន់អីហ្នឹងអីមីងឆ្ងល់ខ្លាំងមែនតើសុខបត់ទៅវិញថាណាគេសោកគ្រួសារអ្នកជំងឺប្រធានរបស់គាត់នឹងក៏បានប្រាប់ថាគឺជាប្រពន្ធរបស់លោកនឹងឯងអ៊ីមីងក៏តបទៅវិញថាប្រពន្ធរបស់ខ្ញុំនៅលាវតាចាំបន្តិចលោកច្រឡំហីប៉ុន្តែតើដុកទ័រនឹងប្រាប់ថាគឺក្មេងស្រីម្នាក់ដែលតែងតែមកលេងលោករាល់ដងហ្នឹងតើតែប៉ុណ្្នឹងទៅអ៊ីមីងក៏ដឹងថាអគឺជាណាគេបានតែបន្តិចហ្នឹងលីនណាសុំទោសគាត់ឡើងញាប់មកតែម្ដងហើយមែនតើគ្នាមានបំណងល្អសោះគ្រាន់តែចង់ជួយបំបត្តិភាព stress ផ្នែកហិរញ្ញវត្ថុរបស់ម្ដាយអ្នកជំងឺតែប៉ុណ្្នឹងឯងតែនេះគិតថាធ្វើអញ្ចឹងទៅនឹងទៅការវេការបស់អ៊ីមីងហ្នឹងបានរលូនមនុស្សស្មានថាឥឡូវនឹងដល់ថ្នាក់លើបាត់ដល់សុំទោសអ៊ីមីងហ្នឹងឡើងរាប់ភ្លេចហើយនឹងនេះក៏ស្បត់ទៀតថាមិនឲ្យមានរឿងហ្នឹងកើតឡើងម្ដងទៀតទេគ្នានិយាយឡើងច្រើនឃ្លាណាទៅហើយនឹងអ៊ីមីងបានត្រឹមតែអង្គុយមើលមុខនាងស្ងាត់ឈឹងតែម្ដងរត់ទៅធ្វើឲ្យលីននេះគ្នាភ័យទៀតហើយតែគិតថាអ៊ីមីងហ្នឹងនឹងមានបញ្ហាដោយសាររឿងលុយរបស់នាងហ្នឹងនាងក៏ចង់ទៅសុំទោសគ្រួសារអ្នកជំងឺហ្នឹងដោយផ្ទាល់តែម្ដងតែអ៊ីមីងក៏សួរឡើងថាចង់សុំទោសមកជាមួយនឹងខ្ញុំស្មានតែគាត់នឹងនាំនាងទៅសុំទោសមករបស់អ្នកជំងឺមែនតាមពិតទៅគឺគ្មានទេនាំកញ្ញាលីនហ្នឹងមកប៉ាគាត់ញ៉ាំក្រែមទៅវិញគាត់ថានាងទិញក្រែមមកគាត់ញ៉ាំអញ្ចឹងហើយគាត់លើកទោសនាងចោលហើយមែនតើនឹងគាត់គួរតែអរគុណនាងវិញដោយសារតែនាងបាននិយាយជាមួយនឹងម៉ាក់របស់អ្នកជំងឺហ្នឹងទើបម៉ាក់របស់អ្នកជំងឺហ្នឹងយល់ថាការវេកាត់ហ្នឹងគឺមានភាពស្មុគស្មាញខ្លាំងណាស់អញ្ចឹងក៏គេព្រមលើកទោសឲ្យដុកទ័រយូអ៊ីមីងទៅលីនណាដឹងរឿងហ្នឹងហើយគេឡើងសប្បាយចិត្តហើយដុកទ័រយូអ៊ីមីងអត់ដឹងកាត់អីទេដាហ្នឹងមើលមុខខាងស្រីរហូតបន្ទាប់ពីនឹងកាត់មកមើលកម្មវិធីសប្បុរសធម៌នៅវិញហើយមីងជាមួយនឹងស៊ូយីហ្នឹងក៏បដាគ្នាមកចូលរួមកម្មវិធីហ្នឹងដូចគ្នាលើកនេះស៊ូយីណាធ្វើខ្លួនស្និទ្ធស្នាលជាមួយនឹងហ្វាំងឡៃខ្លាំងមែនតើហើយគេសុទ្ធតែឡៃតែនាងមកទីនេះដែរមែនបន្ទាប់ពីដឹងថាហ្វាំងឡៃហ្នឹងអង្គុយនៅកន្លែងណាហើយនឹងស៊ូយីហ្នឹងក៏បបួលគេនឹងអង្គុយតុកជាមួយនឹងខ្លួនតែម្ដងទៅរកពីរបស់ស៊ូយីលើកនេះធ្វើឲ្យហ្វាំងឡៃហ្នឹងឆ្ងល់ខ្លាំងមែនតើដែលនេះធ្វើខ្លួនស្និទ្ធស្នាលជាមួយនឹងគេដូចមកភ័ក្រស្និទ្ធស្នាលជាមួយនឹងគ្នាតាំងពីមុនអញ្ចឹងពេលថតរូបមួយគ្នាណាឆ្លៀតវៃសក់ឲ្យហ្វាំងឡៃហ្នឹងទៀតលោកថតរូបហើយនឹងស៊ូយីណាក៏ពឹងហ្វាំងឡៃហ្នឹងជាផ្លូវការតែម្ដងថាមួយរយៈនេះខ្ញុំរវល់ធ្វើការថែមងខ្លាំងហ៎បើសិនជានាងទំនេរហ្នឹងតើនាងអាចជួយមើលថែហៅមីងបន្ថែមទៀតបានអត់ហើយនិយាយឡើងស្រួលឡើងសាមញ្ញធម្មតាខ្លាំងមែនតើអត់មានច្រឡំអត់មានខឹងអីទាំងអស់ហ្វាំងឡៃឡើងចំហមកឆ្ងល់តែម្ដងមនុស្សស្មានតែស៊ូយីនឹងបាក់ដៃនាងស្រួលអញ្ចឹងសោះប៉ុន្តែហ្វាំងឡៃអត់បានតបមកវិញអីទេហើយមីងក៏កាត់ភ្លាមតែម្ដងដោយនាងចូលទៅសំណេះសំណាលជាមួយនឹងភ្ញៀវនៅតុកលេខ6ចឹងទៅដល់ហ្វាំងឡៃនឹងប្រុងនឹងងើបចេញទៅហើយនឹងស៊ូយីក៏ទាញគេទម្លាក់ចុះមកវិញហើយស៊ូយីណាក៏បានមកប្រាប់ហៅមីងថាកំប្រាប់នាងទៅធ្វើអញ្ចឹងនាងអង្គុយនៅទីនេះហើយរួចក៏និយាយទៅកាន់ហ្វាំងឡៃឡើងស្និទ្ធស្នាលតែម្ដងថាស្ដាប់ខ្ញុំមកអង្គុយនៅទីនេះហើយនិយាយជាមួយនឹងហ្វាំងឡៃរួចហើយនឹងក៏អង្អែលក្នុងហៅមីងធ្វើដូចធម្មតាខ្លាំងមែនតែមើលមកហៅមីងផងអង្គុយសម្លឹងមុខស៊ូយីយកតែម្ដងហើយយប់នេះស៊ូយីណាសុំបង្ហាញរបស់ហៅមីងនឹងមួយទំហឹងតែម្ដងតែនាងបានចូលរួមដេញថ្លៃជាមួយនឹងគេជាមួយនឹងឯងយកចិញ្ចៀនទឹកភ្នែកអេនជែនឹងតម្លៃរហូតដល់3លានឯណោះឃើញថាហៅមីងនឹងភ្ញាក់ផ្អើលដែរងាកមកមើលនាងលឿននៅពេលដែលដឹងថាស៊ូយីនឹងដេញថ្លៃរហូតដល់3លាននោះចំណែកហ្វាំងឡៃវិញក៏នឹកស្មានមកដល់ថាស៊ូយីនឹងហ៊ានដេញថ្លៃអីអញ្ចឹងនោះតែចុងក្រោយនៅពេលដែលចិញ្ចៀននឹងត្រូវបានលក់មកឲ្យស៊ូយីហើយនឹងហៅមីងគេក៏តែដៃអបអរសប្បាយចិត្តអញ្ចឹងទៅហើយក៏បានសួរថាអូនសប្បាយចិត្តអត់ម្នាក់អាចឃើញថាភ្នែកញញឹមដាក់គ្នាទេប៉ុន្តែម្ដងក្នុងចិត្តនឹងកំពុងគិតអីនោះទេបញ្ចប់ពីការដេញថ្លៃនឹងហើយនឹងស៊ូយីនឹងក៏បានពាក់អញ្ជើញនឹងមកអួតហ្វាំងឡៃនឹងដោយសួរថាស្អាតអត់ហ្វាំងឡៃនឹងក៏ប្រាប់ថាស្អាតណាស់ស៊ូយីក៏ធ្វើជាសួរទៀតថានាងចូលចិត្តមែនតែមួយនេះខ្ញុំមិនអាចឲ្យនាងបានទេប៉ុន្តែមួយនេះវិញគឺអាចហើយក៏ដល់អញ្ជើញដេញថ្លៃបានមិញតម្លៃ3លាននឹងឲ្យហ្វាំងឡៃនឹងតែម្ដងបើទោះបីជាហ្វាំងឡៃនឹងមិនចង់បាននឹងក៏នាងពាក់ឲ្យគេដែរដែលប្រាប់ថាយកទៅការដេញថ្លៃឲ្យគ្រាន់តែជាលេសសម្រាប់ការបង្ហាញតែប៉ុណ្ណោះសប្បុរសធម៌ទេគឺជាគោលដៅពិតប្រាកដតែក៏មើលមុខប្តីរបស់នាងនិយាយពីថាមើលខ្លាំងមែនតើព្រោះចាយលុយភ្លាមឲ្យគេផ្លែតនេះលោកបំបីចេញពីហ្វាំងឡៃនឹងមកហើយនឹងហើយមីងក៏បានគម្រាមនាងថាឲ្យដឹងពីដែនកំណត់របស់នាងផងតែស៊ូយីណាស់ឌឺហើយមីងសាហាវក៏បាននិយាយឡើងថាសូមប្រណីសន្តោសផងឃើញលោកនិយាយថាត្រូវចាំថាត្រូវញឹមហីអញ្ចឹងហើយឥឡូវនឹងការញឹមរបស់នាងគឺបានចាយលុយរបស់គាត់ខ្វះនឹងឯងហើយការដេញថ្លៃបានជញ្ជិនមកវងនឹងក៏ធ្វើឲ្យស៊ូយីនឹងកាន់តែមានមុខមានមាត់ទៀតហើយដោយសារតែមិញគេស្គាល់នាងច្រើនណាស់នេះនៅមកគ្រប់គ្នាស៊ូយីសប្បាយរីករាយខ្លាំងមែនតើគ្មានណាគេដឹងថាក្នុងចិត្តរបស់នាងកំពុងតែឈឺចាប់ទេនៅក្រោយក្នុងគេវិញសម័យឲ្យជូតសម្អាតមុខនឹងក៏នាងទឹកភ្នែកដែរកំពុងតែយំកំពុងតែអីនឹងមិនតបានសម្រួលអារម្មណ៍ផងយាយរបស់នាងក៏ទេមកទៀតគាត់ក៏បានសួរចៅថាយីណាមួយរយៈចុងក្រោយនេះចាយយ៉ាងម៉េចដែរស៊ូយីអត់មានឆ្លើយតែបែរជាសួរវិញថាមិនបាញ់
យាយសួរអញ្ចឹងការដែលគាត់សួរអញ្ចឹងដោយសារតែមុនមិញក៏បានឃើញនៅក្នុងទូឃើញតែនេះដូចជាមិនសូវសប្បាយចិត្តសោះអាណិតស៊ូយៀនខ្លាំងមែនតើលើថាយាយរបស់នាងបារម្ភអញ្ចឹងអត់ហ៊ានប្រាប់គាត់ទេបានធ្វើទៅពេបតាមទូរស័ព្ទហ្នឹងតែយាយរបស់នាងក៏ចិត្តតែលួងលោមចៅរហូតថាមិនអីទេទៅទៀតនឹងអូខេហើយគ្រប់យ៉ាងអូខេទេតែស៊ូយៀននឹងកាន់តែស្ដាប់កាន់តែយំទៅតែយំស្ងាត់ស្ងៀមដល់មិនហ៊ានឲ្យគាត់លឺសំឡេងយំបែបហ្នឹងគឺឈឺចាប់ខ្លាំងមែនតើអ្នកជាយាយនឹងថងដឹងថាចៅនឹងពិបាកចិត្តហើយគ្រាន់តែលឺស៊ូយៀនប្រាប់ថាខ្ញុំចង់ទៅផ្ទះគាត់ឡើងលេងលងទឹកភ្នែកតែម្ដងក៏ប្រាប់នាងវិញថាយាយក៏នឹកឯងដែរแล้วក៏សួរនាងថាតើចៅមានចង់បានកូននៅយាយចង់បានចៅទួតទេធ្វើឲ្យស៊ូយៀនណារត់តែឈឺចាប់រត់តែយំទប់ទឹកភ្នែកលេងជាប់ហើយលោកយប់ឡើងមកដល់ផ្ទះវិញយកចែននិយាយរបស់ខ្លួនធ្វើទុកឲ្យញ៉ាំនឹងស្រាប់តែធ្លាក់ដបបែកខ្ចាយតែម្ដងលោកស្អែកឡើងមកដល់គាត់រកគាត់នៅផ្ទះនឹងស្រាប់តែមានអ៊ីម្នាក់ប្រាប់ថាយាយរបស់ឯងដួលសន្លប់កាលពីយប់មិញស៊ូយៀនណាភ័យខ្លាំងមែនតើប្រញាប់រត់ទៅកាន់មន្ទីរពេទ្យរត់មកដល់មន្ទីរពេទ្យហើយនឹងឃើញយាយកំពុងដេកស្ដុកស្ដង្នៅលើខែនឹងក៏ខំប្រឹងហៅលោកយាយអូអាណិតខ្លាំងព្រោះថាមនុស្សតែម្នាក់ដែលបារម្ភពីនាងខ្លាំងគឺលោកយាយនឹងឯងអញ្ចឹងបាត់លោកយាយធ្លាក់ខ្លួនឈឺហើយទៅជាយ៉ាងណាទៅនឹងគឺយៀនឈួតតែម្ដងតែម៉ាត់របស់នាងក៏លួងលោមនាងថាយៀនកុំឲ្យបារម្ភអីដុកទ័របានប្រាប់ថាក៏បានផ្លាស់ប្ដូរទៅសាយឈាមហើយសំណាងឲ្យដល់ពួកយើងនឹងបញ្ជូនគាត់មកតាន់ពេលវេលានោះឥឡូវនឹងក៏គ្រាន់តែខ្សោយតែប៉ុណ្ណោះក៏ត្រូវការសម្រាប់សិនដល់ចឹងស៊ូយៀនក៏សូមឲ្យប៉ាម៉ាត់របស់នាងត្រឡប់ទៅផ្ទះវិញទៅនាងអាចមើលថែគាត់ម្នាក់ឯងបានប៉ាម៉ាត់របស់នាងចេញផុតភ្លាមនាងចាប់ដៃយាយរបស់នាងយំហូរតែម្ដងយំបណ្ដាគិតបណ្ដានឹងថាឥឡូវនឹងនាងសម្រេចចិត្តលេងលះជាមួយនឹងហៅមីងហើយបើមិនមានការកុហកនោះទេលោកយាយអាចឃើញខ្ញុំនៅក្នុងរោងរៀបការបើមិនមានការកុហកនោះទេលោកយាយអាចនៅក្បែរខ្ញុំពេលដែលខ្ញុំរៀបការជាជាងមកដួលសន្លប់តែម្នាក់ឯងដែលគ្មានណាគេជួយបាននេះមើលភេទនេះហើយយំហាមភ្នែកនិយាយមែនតែទុកថាសំណាងដែរដល់យប់ឡើងនឹងយាយរបស់នាងក៏បានភ្ញាក់ដឹងខ្លួនឡើងតែយ៉ាងណាមិញក៏គាត់នៅតែបារម្ភពីចៅស្រីរបស់ខ្លួនដដែលនឹងក៏ចង់នឹងថាតើមានអីកំពុងតែរំខាននាងមែនឲ្យនាងប្រាប់គាត់មកស៊ូយៀនអត់ប្រាប់ពីផលវិបាករបស់នាងពេលនេះទេតែបានជាបបួលគាត់នឹងទៅរស់នៅចិញ្ចូជាមួយនឹងនាងទៅវិញតែលោកយាយក៏អត់ចង់ទៅរស់នៅទីក្រុងជាមួយនឹងនាងទេគាត់ថាគាត់រស់នៅជនបទនឹងសុខស្រួលតាំងពីដើមមកហើយតែស៊ូយៀនអត់ចង់បាយជាមួយនឹងគាត់ទៀតទេក៏បានប្រាប់គាត់ថាពួកយើងនឹងជួលកន្លែងទូចមួយដែលមានទីធ្លាពេលនោះពួកយើងអាចដាំផ្កានិងដាំឈើនៅទីនោះបានតែគាត់នៅតែបារម្ភពីស៊ូយៀនខ្លាចចៅហត់នឿយធ្វើការតែម្នាក់នៅក្នុងទីក្រុងអញ្ចឹងហើយគាត់ចង់ឲ្យនាងរស់នៅបែបនាងវិញអត់ចង់ឲ្យគាត់នឹងគឺជាបន្ទុករបស់នាងទេអត់ចង់ឲ្យនាងជួលនេះជួលនោះដើម្បីគាត់ចឹងឯងគាត់និយាយរហូតដល់គេងលក់ស៊ូយៀនណាក៏គេងនៅចិត្តគាត់នឹងចឹងទៅតែឡែកខាងហៅមីងនៅវិញក៏ទទួលបានដំណឹងពីហានវៃភីងថាស៊ូយៀនណាបានទៅរកមេតាវីលេងលះតែហៅមីងក៏បានប្រាប់ហានវៃភីងនឹងថានាងនឹងមិនលេងលះជាមួយនឹងខ្ញុំទេគាត់គិតថាស៊ូយៀននឹងមិនលេងលះជាមួយនឹងគាត់ទេព្រោះថាការងាររបស់នាងសំខាន់សម្រាប់នាងខ្លាំងណាស់តែនាងខំប្រឹងយ៉ាងលំបាកដើម្បីទទួលបានការងារនឹងមកមាត់គាត់នឹងអាងប្រាប់គេអញ្ចឹងទេតែហានវៃភីងនឹងចាញ់តែបានគាត់ក៏ដោះវ៉ែនតាចាញ់នឹងទាំងមូលម៉ៅតែម្ដងលុះចូលដល់យប់ថ្ងៃបន្ទាប់ហ្នឹងគាត់ក៏ទទួលបានលិខិតលេងលះពីស៊ូយៀនតែម្ដងថាមែនមនុស្សស្រីតែឆ្អែតនឹងគឺដើរចាញ់ហើយឃើញលិខិតលេងលះនឹងហើយហៅមីងក៏បាននិយាយឡើងថាឃើញយើងបានព្រមព្រៀងគ្នាលើកចុងក្រោយនេះហើយតែនាងនៅចង់បានអីទៀតស៊ូយៀនក៏បានប្រាប់គាត់ថាខ្ញុំនឹងចាក់ចេញដល់មិនយកអីទាំងអស់ខ្ញុំមិនយកអីមកសែនពីលោកទេហើយលបងមាត់ខ្លាំងរបស់យើងនឹងក៏ដោះវ៉ែនតាចេញហើយក៏និយាយទៅកាន់ស៊ូយៀនថាស៊ូយៀននាងដឹងច្បាស់ហើយនៅពេលដែលយើងលេងលះឡានប្រណិតវិមានសូហ្វ័រឡានអ្នកបម្រើហើយនឹងធនធានរបស់គ្រួសារសិនទាំងអស់នឹងត្រូវបានដកហូតចេញពីនាងស៊ូយៀនក៏តបទាំងស្មារតីថានោះមិនមែនជារបស់ខ្ញុំទេហើយខ្ញុំក៏មិនត្រូវការវាទៀតដែរគ្នាបែរខ្នងចេញមកហើយនឹងគាត់ក៏និយាយឡើងថារឿងនាងគិតថាឥឡូវនេះនាងមានអាជីពការងាររបស់នាងហើយនឹងកម្មវិធីមកចាប់ផ្ទះនោះចិត្តចូលមកដល់ទៀតតែនាងអាចមិនខ្វល់ដែរនិយាយចឹងហើយនឹងគេក៏វយទៅកាន់នាយកជូពីកិច្ចព្រមព្រៀងក៏ដូចជា sponsor ដែលគេនឹង sponsor ឲ្យប៉ុទទួលនឹងសុំពជាពេលសិនប៉ុន្តែគេវយហើយគេអត់ទាន់ផ្ញើឯងគេឆ្លៀសសួរស៊ូយៀនសិនថាគេនឹងគួរផ្ញើចេញអត់ប៉ុន្តែស៊ូយៀននឹងអត់តបអីទេបាយទិញទូរស័ព្ទខលទៅហ្វាំងឡៃបើក speaker ហើយនឹង record សំឡេងទុកទៀតដល់នាងតែពមៀនហ្វាំងឡៃនឹងថាឲ្យឈប់តាក់ទងប្តីរបស់ខ្ញុំទៅបើសិនជានាងមានសេចក្តីថ្លៃថ្នូរបាត់ពីជីវិតរបស់ពួកយើងទៅស៊ូយៀនឆ្លាតខ្លាំងមែនទែនការឆ្លងឆ្លើយរបស់នាងជាមួយនឹងហ្វាំងឡៃក្នុងទូរស័ព្ទហ្នឹងគឺឯស៊ូយៀននឹងមានផតតាំងបានថាហ្វាំងឡៃជាមួយនឹងហៅមីនឹងមានតំណែងស្នេហាជាមួយនឹងគ្នាក្បត់ចិត្តនាងដោយសារតែហ្វាំងឡៃនឹងបាននិយាយច្បាស់ថានាងអត់ខ្វល់ទេថាហៅមីរៀបការក៏ដោយក៏ដែលនាងត្រឡប់មកវិញហ្នឹងគឺដើម្បីឲ្យបាននៅជាមួយនឹងហៅមីហ្នឹងបាត់ទូរស័ព្ទពីហ្វាំងឡៃហើយហ្នឹងស៊ូយៀនក៏បានសួរទៅកាន់ហៅមីថាតើចង់លេងលះគ្នាដោយសន្តិវិធីឬក៏បញ្ចប់គ្នាដោយជូរចត់បើរមាត់ខ្លាំងបើយើងអត់មានតបអីសោះដល់ទូរស័ព្ទខ្លួនឯងចុះធូរបង្ងើយរៀងសែតដែរនឹងមកហ្នឹងឯងបន្ទាប់ពីស៊ូយៀនប្រាប់ថាខ្ញុំនឹងមករើរបស់ខ្ញុំឆាប់នេះគាត់ក៏បានសួរថាតើនាងនឹងរើទៅណាដោយសារតែនីតិវិធីលេងលះគ្នាគឺត្រូវការហត្ថលេខារបស់នាងប៉ុន្តែស៊ូយៀនអត់ឲ្យគាត់ប្របាក់ទេក៏បានដាក់ថ្ងៃដាក់មកឲ្យគាត់ទៅជួបគ្នានៅសង្កាត់ដើម្បីលេងលះគ្នានៅទីនោះតែម្ដងនិយាយរួចហើយនាងក៏បានចាក់ចេញពីសម្បុកអ្នកមានរបស់គាត់តែម្ដងបើទោះបីជានាងសែតបន្តិចមែនប៉ុន្តែក៏វាភាសាសម្រាប់នាងដែរដែលរស់នៅបៀមទុកបែបហ្នឹងអានឹងស៊ូយៀនខ្លាំងមែនតើចេញពីផ្ទះរបស់គាត់មកនឹងតម្រង់មករកលីនចៃដន្យឯងក៏ឃើញលីននឹងកំពុងចេញទៅជាមួយមិត្តភ័ក្តិរបស់គេអញ្ចឹងហើយក៏មិនហ៊ានហៅបងដែរក៏បែរខ្នងផឹងចេញមកវិញហើយហ្នឹងអ៊ីមីងចេញមកយកសម្រាមចោលហ្នឹងក៏បានឃើញនាងល្មមឆ្លៀតពេលហ្នឹងគាត់ក៏បានអាប់ដេតតទៅនឹងការសិក្សារបស់លីនហ្នឹងឲ្យនាងបានស្ដាប់បន្តិចទៅស្ដាប់ហើយនឹងស៊ូយៀនក៏ប្រាប់ថានាងមានការងារត្រូវធ្វើទៀតចឹងទៅដល់បាត់ហ្នឹងអ៊ីមីងក៏ជួនដំណើរនាងដែរទៅដោយសារតែគាត់ត្រូវយកសម្រាមទៅចោលផងលុះចូលដល់ថ្ងៃបន្ទាប់ស៊ូយៀនហ្នឹងក៏បានជួបផ្ទះបាននៅថ្មីហើយចំណែកអតីតប្តីរបស់នាងនៅវិញមិនដឹងកើតអីក្នុងចិត្តទេហុកថតរៀបការជាមួយនឹងគ្នាអត់ព្រមយកចេញទេបាយជាយករូបផ្សេងនាងទៅដាក់តាំងពីមុខនឹងវិញហ
ឲ្យមិនចឹងមិនព្រមយកទៅចោលទៅដល់ឡែកខាងលីនីននេះវិញគេនាំអ៊ីមីងនឹងមកជិះឡានបុកគ្នាដើម្បីកាត់បន្ថយ stress ដោយសារតែថ្ងៃស្អែករបស់នឹងគាត់ត្រូវមានការវះកាត់អញ្ចឹងហើយគាត់ stress ខ្លាំងមែនតើកុំតែមានកញ្ញាលីននឹងនាំដល់លេងទេកុំឲ្យនឹង stress វះកាត់មិនកើតទេហើយកញ្ញាលីននេះឆៅណាស់នាំកូនប្រុសគេនឹងជិះម៉ូតូរហូតដល់ម៉ោង 4 ព្រឹកសាហាវមែនតើអត់ដេកអត់ពួនអីទេតោះតែបានជិះម៉ូតូមកយប់តោផ្លូវអញ្ចឹងបានអ៊ីមីងកាត់ stress បានដល់នឹងគាត់ confident ហើយចំណែកស៊ូយីណាវិញអត់ចង់បោះលុយទៀតទេនាងក៏បានមក cancel membership នឹងនៅកន្លែង massage នេះឯងហើយហេតុតាឥឡូវនឹងជីវភាពរបស់គ្នានឹងអត់ដូចមុនអញ្ចឹងហើយគ្នាក៏ចង់បានលុយ return ត្រឡប់មកវិញប៉ុន្តែសយអីអា membership នឹងគឺបង្កើតជាមួយនឹងហៅមីងអញ្ចឹងហើយលុយនោះគឺគេ return ឲ្យហៅមីងបាត់ហើយអញ្ចឹងអត់ទៀតលុះចុះដល់ថ្ងៃបន្ទាប់ទៀតណាស៊ូយីនក៏បានមកជួយជាមួយនឹងមេធាវីជំនាញខាងលេងលះហ្នឹងហើយសយអីពេលហ្នឹងកញ្ញាសុនស៊ីវ័យហ្នឹងក៏នៅក្នុង apartment នឹងដែរនាងបានឃើញហើយក៏បានសួរមនុស្សប្រុសម្នាក់ដែលកំពុងអង្គុយជិតនាងហ្នឹងទើបដឹងថាម្នាក់ផងដែលកំពុងដើរជាមួយនឹងស៊ូយីនហ្នឹងគឺជាមេធាវីល្បីល្បាញខាងលេងលះចំណែកក្រុមការងាររបស់ស៊ូយីនវិញកំពុងឆ្ងល់ដោយសារតែការវិភាគការងាររបស់ស៊ូយីនហ្នឹងបានផ្លាស់ប្ដូរតែជំនួយការអាចារ្យសុនស៊ីវ័យហ្នឹងដឹងច្បាស់ណាស់ក៏បានប្រាប់ពួកគេថាស៊ូយីនសុំច្បាប់ឈប់សម្រាប់បន្ថែមសុកស៊ូយីនសុំច្បាប់បន្ថែមអីអញ្ចឹងពួកគេឆ្ងល់ទៀតហើយថាមានបញ្ហាអីមែនម្នាក់ក្នុងចំណោមពួកគេនឹងក៏លាន់មកថាតិចមានដំណឹងធំទៅតិចមាន baby ទៅតែជំនួយការរបស់សុនស៊ីវិញក៏យល់ឡើងថាខ្ញុំលើថាគាត់លែងលះគ្នាពួកគេក៏ខ្សឹបខ្សៀវគ្នាទៀតថាអាចមានសហាយស្មន់អត់ណាតែចំណុចហ្នឹងពួកគេមិនអាចនិយាយបានទេដោយសារតែគ្មានអ្នកដឹងចំណែកខាងហ្វាំងឡៃនេះវិញនៅតែតាមតងហៅមីងនឹងមិនឈប់បើទោះបីជាគេនឹងបើកប្រាស់ប្រាម្ដងហើយនឹងអត់រៀងទេឥឡូវនេះនាងកាន់តែសប្បាយចិត្តនៅពេលដែលដឹងឮថាពួកគេទាំងពីរអ្នកនឹងលែងលះគ្នានោះប៉ុន្តែចៃដន្យឯពេលដែលហ្វាំងឡៃនឹងកំពុងតែវ៉ាវ៉ាសារភាពប្រាប់ខាងប្រុសថាខ្ញុំគឺជាអ្នកដែលស្រឡាញ់លោកពិតប្រាកដស៊ូយីណាក៏មកតន់ល្មមហ្វាំងឡៃនេះឌឺស៊ូយីនសាហាវធ្វើជាកាន់ដៃហៅមីងឡើងស្អិតឃើញថាស៊ូយីនកាចមែនតែនចូលមកសម្លក់ពួកគេទាំងពីរនាក់នឹងឡើងចិត្តរួចហើយក៏ជួយវាយសក់ឲ្យហ្វាំងឡៃនឹងបន្តិចទៅអស់ពីបន្តិចនឹងឲ្យផាច់ចាមកដៃកដាមុខតែម្ដងហើយស៊ូយីនបាននិយាយទៅកាន់ម្នាក់ស្រីនឹងធ្វើខ្ញុំពេញចិត្តខ្លាំងមែនតែនថាមុនពេលដែលខ្ញុំលែងលះនាងគឺជាស្រីយ៉ាងម៉េចដែរខ្ញុំចង់ប្រាប់ថាខ្ញុំអត់តលែងគ្នាដែរទេយូរឯងក៏ឃ្លានមឹងទ្រាំចាំតិចអត់បានទេហើយស៊ូយីនគេក៏ដើរចេញទៅជាមួយក្រុមការងាររបស់គេឡើងអើងហើយតែម្ដងធ្វើបង្ងើយផ្ទះលេងហ្វាំងឡៃនឹងគេថងក្តៅចិត្តណាស់គេថងភ្ញាក់ខ្លួនត្រូវស៊ូយីនតែអញ្ចឹងផងលោទៅហៅស៊ូយីនប្រុងរករឿងស៊ូយីនចឹងទៅតែហៅមិញក៏ទាញមកវិញហើយក៏បានប្រាប់ថាគេនិយាយត្រូវហើយអ្នកណាគេនិយាយថាពួកយើងលែងលះគ្នាគូស្វាមីភរិយាពេលខ្លះក៏ឆ្លោះគ្នាដែរអូខេនាងគឺជាអ្នកស្នងមរតកគ្រួសារហ្វាំងនាងមិនអាចធ្វើជាស្រីរបស់គេបានទេក៏តែច្បាស់ទៅឈប់រំខានខ្ញុំទៀតអូយពេញចិត្តស្ដោកយាយមែនមកកូននេះប្រលះហ្វាំងឡៃនឹងខ្មាស់គេពេញហាងចំណែកសុនស៊ីវ័យនៅវិញគេមិនអញ្ជើញនឹងក៏ចូលអូហ្វីសរបស់គេដែរដើម្បីមកលក់លុយឲ្យស៊ូយីនគ្រាន់តែឮថាគេនឹងលែងប្តីនឹងគេចូលមកបារម្ភដល់បន្ទប់ប៉ុន្តែមើលទៅមកអ្នកដែលថាបារម្ភពីគេផងមកឡើងញើមអញ្ចឹងមកល្មមមកស៊ូយីននឹងស្ដីឲ្យថា focus លើការងាររបស់នាងទៅនាងមិនដែលដោះស្រាយបញ្ហារបស់ខ្លួនឯងទេខ្ញុំប្រាប់នាងច្រើនរាប់មិនអស់ហើយអាចារ្យស៊ីវ័យនឹងក៏តបមកវិញកុំគិតថានាងមានជំនាញគឺជាម្ចាស់ផ្ទះហើយធ្វើឲ្យអ្នកដទៃនឹងទទួលស្គាល់បរាជ័យនោះនាងបានប្រើប្រាស់ connection ប្តីរបស់នាងដើម្បីអញ្ជើញភ្ញៀវអភិជនទាំងអស់នោះមកចូលរួមកម្មវិធីគ្រួសារតែបើមិនអញ្ចឹងទេតាណាគេនឹងស្គាល់នាងទៅហើយអាចារ្យនឹងដូចជាអត់សូវស្រួលមិនដឹងទេគេនិយាយចូលសឈើនិយាយម្នាក់ឯងវ៉ាម្នាក់ឯងហ្នឹងស៊ូយីនធ្វើមិនដឹងធ្វើមិនលឺដល់គេអត់និយាយចូលហ្នឹងជាមានអារម្មណ៍ថាខ្មាស់គេដើរចេញដែរតែបានតែបន្តិចស៊ូយីនក៏ត្រូវបាននាយកជួនឹងហៅទៅជួបនៅក្នុងអូហ្វីសគាត់ហៅនាងមកជួបដោយសារតែគាត់នឹងទទួលបាននៅពេលខ្សឹបខ្សៀវថាស៊ូយីននឹងខ្លាញ់បន្លំប្រវត្តិគ្រួសារនោះស៊ូយីនអត់និយាយច្រើនទេក៏ប្រាប់គាត់ថាខ្ញុំនឹងលាឈប់នាយកជួក៏បានសួរថាហេតុអីការរៀបការរបស់នាងពិតជាគាត់និយាយប៉ុណ្ណឹងគាត់ក៏ឈប់ទៅតែស៊ូយីនក៏ប្រាប់គាត់ថាអត់មានពាក់ព័ន្ធជាមួយនឹងប្តីរបស់ខ្ញុំទេខ្ញុំគ្រាន់តែហត់នឿយនិយាយចឹងហើយនាងក៏បានដើរចេញពីអូហ្វីសរបស់គាត់មកបន្ទាប់ពីនឹងទៅទូនាទីគឺជាម្ចាស់ផ្ទះម្ហូបគ្រួសារនឹងក៏ធ្លាក់ទៅលើដៃសុនស៊ីវ័យនឹងទៅស្នោះស៊ូយីនដែរគ្នាគឺជាអ្នកដាំដើមឈើប៉ុន្តែចុងក្រោយនឹងសុនស៊ីវ័យគឺជាអ្នកបេះផ្លែណាតែចូលដល់នាទីនេះភាគនេះគឺស្លេះត្រឹមតែប៉ុណ្្នឹងឯងអញ្ចឹងមកចាំនៅថាសាយរឿងបន្តទៅមុខមួយទៀតនឹងចាំទស្សនាមួយអត់មានទាំងអស់គ្នាណាដើម្បីទទួលបានវីដេអូថ្មីៗទៀតកុំភ្លេចជួយចុច like ក៏ដូចជា subscribe នៅលើ channel របស់ខ្ញុំម្នាក់មួយផងណ៎អញ្ចឹងអរគុណទុកជាមុនណាបាយបាយ